កាលពីដើមមានបុរសម្នាក់ចេះចាក់ស្មុគបុរសនោះចង់បានខ្ញុំប្រើក៏ឡើងទៅចាក់ស្មុគលើចុងថ្នោតហើយគិតតែម្នាក់ឯងថាបើអញចាក់ស្មុគបានមួយលក់បាន10សេនបើចាក់ស្មុគបាន1000នឹងលក់ទៅបាន100រៀលរួចអញលុះមនុស្សប្រើបើប្រើមិនបានដូចចិត្តអញនឹងធាក់វីវាបុរសនោះមិនគ្រាន់តែគិតក្នុងចិត្តក៏ងាដៃលើកទាំងចាងធាក់ធៀងថ្នោតក៏របូតខ្លួនធ្លាក់ពីលើចុងថ្នោតតែបានដៃប្រវាចាប់ស្លឹកថ្នោតជាប់តាន់ក៏នៅតែកតោបដូចជាគេព្យួរគ្រានោះមានត្រមាក់ដំរីម្នាក់ជីដំរីមកចិត្តនោះបុរសនោះស្រែកថាបើអ្នកណាជួយដាក់ខ្ញុំពីចុងថ្នោតបានខ្ញុំសុខចិត្តចូលទៅបម្រើលោកអស់មួយជីវិតត្រមាក់ដំរីលឺហើយមានចិត្តត្រេកអរបដំរីចូលទៅដល់ក្រោមដើមថ្នោតឈរលើខ្នងដំរីដៃតោងជាងបុរសនោះជាប់ដូចជាអង្រួនខ្នងដំរីនោះដំរីក៏ដើរទៅត្រមាក់ដំរីក៏ព្យួរជាមួយនឹងបុរសនោះគ្រានោះមានមនុស្សទំពេក4នាក់ដើរស្វែងរកមនុស្សទៅបម្រើប្រពន្ធគ្រប់គ្នាលុះដើរទៅដល់ក្រោមដើមថ្នោតនោះត្រមាក់ដំរីនិងបុរសចាក់ស្មុគស្រែកថាបើលោកអ្នកណាជួយខ្ញុំឲ្យបានរួចពីចុងថ្នោតនេះខ្ញុំទាំងពីរនាក់សុខចិត្តទៅនៅបម្រើលោកអស់មួយជីវិតទំពេកទាំង4នាក់នោះឮហើយត្រេកអរណាស់គិតថាបានដូចសេចក្តីប្រាថ្នាក៏ស្រែកថាយើងទាំង4នាក់នឹងជួយអ្នកឲ្យរួចទំពេកទាំង4ឈរក្រោមដើមថ្នោតយកសម្ពុតចង់ខ្វែងទល់មុខគ្នាជា4ជ្រុងហើយស្រែកប្រាប់ទៅបុរសចាក់ស្មុគនឹងត្រមាក់ដំរីថាចូលអ្នកទាំងពីរនាក់ទម្លាក់ខ្លួនពីលើចុងថ្នោតនោះចុះបុរសចាក់ស្មុគនឹងត្រមាក់ដំរីទម្លាក់ខ្លួនទាំងពីរនាក់មកលើសម្ពុតដែលបុរសទំពេកទាំង4នាក់ចង់នោះដូចជាគេទាញសម្ពុតជាប់នឹងទំពេកទាំង4ជុលក្បាលគ្នាស្លាប់ទាំង4នាក់ទៅឯត្រមាក់ដំរីនិងបុរសចាក់ស្មុគឃើញទំពេកទាំង4អ្នកស្លាប់ដូច្នោះភ័យណាស់ទៅនិយាយនឹងយាយចាស់ម្នាក់ថាបើនិយាយគិតដូចម្ដេចឲ្យបានសុខយើងទាំងពីរនាក់នឹងនៅបម្រើយាយទាល់អស់ជីវិតយាយចាស់មានចិត្តត្រេកអរដោយប្តីខ្លួនទៅកាប់ចំការឯព្រៃហើយនិយាយថាបើដូច្នោះអ្នកទៅយកខ្មៅទាំង4នេះមកដាក់ក្នុងផ្ទះចំរុំឲ្យស្រេចរួចយាយចាស់ឲ្យយកខ្មោចមួយចេញពីផ្ទះគាត់ស្រែកយំអ្នកស្រុកសួរគាត់ប្រាប់ថាប្តីគាត់ស្លាប់គឺអ្នកស្រុកក៏ជួយយកខ្មោចនោះទៅដុតយាយចាស់ប្រាប់ថាវិសុំអ្នកទាំងអស់ដូចធ្វើឲ្យល្អត្បិតប្តីខ្ញុំគាត់ស្រឡាញ់ខ្ញុំណាស់កាលដែលគាត់នៅរស់គេលុះគេយកខ្មោចមួយទៅដុតហើយយាយចាស់ស្រែកថាក៏ប្តីគាត់ទៅផ្ទះទៀតហើយអ្នកស្រុកក៏ទៅយកមកដុតទៀតលុះដុតទៅគម្រប់4លើកទើបឃើញតាចាស់ប្តីយាយនោះចេញមកពីព្រៃចំការមានខ្លួននោះប្រឡាក់សុទ្ធតែឈូងពួកអ្នកស្រុកឃើញក៏នាំគ្នាដេញចាប់តាចាស់នោះយកទៅដុតទាំងរស់ឲ្យស្លាប់ទៅ